ជ្រក់ប្រមាណមុខនេះសិតតែឆ្ងាញ់ទាំងអស់ហ្មងគ្រាន់តែថាមានជ្រក់ពីរមុខដែលពិបាករកគ្រឿងផ្សំទី1ហ្នឹងគឺជ្រក់មមាញហើយទី2គឺជ្រក់ខ្ទៀមដោយសារតែមមាញនិងខ្ទៀមហ្នឹងគឺជាទូទៅតែម្ដងយើងទៅផ្សារគឺកម្រឃើញមានគេលក់មែនតែនតែម្ដងណាបើនិយាយពីមមាញគឺខ្ញុំមិនដែលឃើញសោះតែម្ដងនៅផ្សារឥឡូវចូលទៅមើលជ្រក់ទី1ដែលខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដែលខ្ញុំធ្វើហ្នឹងគឺជ្រក់ត្រប់ស្រួយនេះបងប្អូនសម្រាប់ត្រប់ស្រួយគឺខ្ញុំយកទៅពុះបែបហ្នឹងហើយយកទៅត្រាំជាមួយនឹងទឹកអំបិលនិងក្រូចឆ្មាបន្ទាប់មកខ្ញុំដាំទឹកដើម្បីធ្វើជ្រក់ក្នុងទឹកហ្នឹងគឺមានទឹកធម្មតាមានស្ករមានប៊ីចេងមានអំបិលបងប្អូនហើយខ្ញុំភ្លក់យករសជាតិមកល្មមឆ្ងាញ់តែម្ដងបន្ទាប់មកគឺខ្ញុំកិនខ្ទឹមហើយនិងម្ទេសសម្រាប់ខ្ទឹមនិងម្ទេសហ្នឹងមុននឹងដាក់ចូលទៅក្នុងទឹកជ្រក់ហ្នឹងចាំរហូតដល់ទឹកជ្រក់ហ្នឹងគឺត្រជាក់សិនណាបងប្អូនបន្ទាប់មកខ្ញុំបន្ថែមទឹកខ្មេះបន្តិចហើយយើងអាចរៀបត្រាប់របស់យើងដែលយើងបានលាងស្រង់ទឹកហើយស្អាតហ្នឹងយកមកយើងយកទឹកជ្រក់ហ្នឹងចាក់ចូលទៅតែពីយប់ពីថ្ងៃគឺឆ្ងាញ់បងប្អូនព្រោះអីយើងលាយគ្រឿងមកឆ្ងាញ់អញ្ចឹងបើមួយយប់គឺអត់ទាន់ជូរទេពីយប់ពីថ្ងៃបានជូរល្មមឆ្ងាញ់ណាបងប្អូនអាចសាកធ្វើតាមបានចាប់ពីជ្រក់ត្រាប់ស្រួយទៅមកមើលជ្រក់ខ្ទៀមរបស់យើងបងប្អូនសម្រាប់ជ្រក់ខ្ទៀមនេះមុននឹងលាយគ្រឿងអញ្ចឹងគឺយើងត្រូវការត្រាំជ្រក់ឲ្យឡើងជូរសិនណាបងប្អូនគឺសម្រាប់ខ្ទៀមហ្នឹងអត់សូវសម្បូរអត់សូវងាយទិញអញ្ចឹងហើយគឺខ្ញុំដាក់ទាំងស្លឹកទាំងគល់តែម្ដងគឺរុំបែបនេះមកណាបងប្អូនហើយយើងលាយម្ទេសលាយអីខ្លះទៅឲ្យឈ្ងុយមិនបាច់ដាក់ខ្ទឹមសទៀតក៏បានដែរអញ្ចឹងសម្រាប់ខ្ទៀមនេះយើងឈួលមុននឹងយើងយកទៅធ្វើជ្រក់ខ្ញុំយកទៅស្រុះសិនស្រុះតែមួយផ្លែតទេថា2វិនាទីចុះគ្រាន់តែតម្លាក់ឲ្យលើកឡើងតែម្ដងហើយយកមកត្រាំទឹកកកឲ្យរៀងស្រួយតិចណាបងប្អូនហើយយើងយកស្រង់ឡើងបែបនេះយើងពូតកន្លែងស្លឹកពូតឲ្យអស់ទឹកចឹងទៅហើយយើងទុកឲ្យស្រស់ទឹកចឹងទៅយើងទៅដាំទឹកជ្រក់សម្រាប់ការដាំទឹកជ្រក់គឺខ្ញុំដាំធម្មតាដដែលនឹងឯងគឺដាំទឹកធម្មតាហើយដាក់ស្ករដាក់អំបិលសម្រាប់ការធ្វើជ្រក់របស់ខ្ញុំហ្នឹងទឹក1លីត្រខ្ញុំប្រើស្ករ1ខាំហើយនឹងអំបិល1ស្លាបព្រាបាយប៊ីចេងគឺខ្ញុំប្រើ1ចុងស្លាបព្រាបងប្អូនបន្ទាប់ពីទឹកជ្រក់ហ្នឹងត្រជាក់សិនទើបខ្ញុំចាក់ទឹកជ្រក់ហ្នឹងចូលទៅក្នុងកែវនេះបងប្អូនកែវជ្រក់ហ្នឹងណាអញ្ចឹងគឺយើងទុកហើយយើងត្រាំដូចគ្នាអញ្ចឹងគឺពីយប់ពីថ្ងៃប៉ុន្តែសម្រាប់ខ្ទឹមឬក៏ខ្ទៀមសំទោសសម្រាប់ខ្ទៀមនេះពេលខ្លះពីយប់ពីថ្ងៃបើសិនអាកាសធាតុអត់សូវក្តៅក៏អត់សូវជូរដែរអាចឡើងដល់3យប់ក៏មានដែរដោយសារតែវាក្រជូរជាងជ្រក់ផ្សេងណាបងប្អូនបន្ទាប់ពីឡើងជូរហើយបានខ្ញុំយកមកលាយគ្រឿងហ្នឹងយើងកិនខ្ទឹមម្ទេសទៅហើយយើងលាយស្ករប៊ីចេងទឹកត្រីអីមកល្មមឆ្ងាញ់ចឹងមកចាំយើងច្រកចូលកន្លទុកបែបនេះទៅដាក់ក្នុងទូទឹកកកញ៉ាំបានយូរគួរសមដែរចាប់ពីជ្រក់ខ្ទៀមហ្នឹងទៅដល់ជ្រក់មមាញតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលអាចរកបានខ្ទៀមហើយនឹងមមាញកុំភ្លេចធ្វើជ្រក់ឲ្យសពអីមិនងាយរកបានទេបងប្អូនខ្ញុំបានមមាញនេះគឺមកពីផ្ទះម្ដាយក្មេកទេបើថាឲ្យរកទិញតាមផ្សារគឺអត់មានទេអញ្ចឹងការធ្វើជ្រក់របស់ខ្ញុំគឺដដែលខ្ញុំដាំទឹក1លីត្រខ្ញុំដាក់ស្ករ1ខាំបងប្អូនគឺខ្ញុំកូរស្ករត្នោតដោយសារតែមមាញរៀងកពុលបើសិនជាយើងដាក់ស្ករសវាអត់សូវឈ្ងុយអញ្ចឹងខ្ញុំប្រើស្ករត្នោតទៅខ្ញុំកូរឲ្យឡើងឈ្ងុយសិនទៅយើងក្រហមបន្តិចមកខ្ញុំចាក់ទឹកចូលបន្ទាប់មកគឺយើងកូរណារហូតដល់ស្ករហ្នឹងលាយចូលទៅក្នុងទឹកហ្នឹងទៅបន្ទាប់មកយើងបន្ថែមដូចដដែលហ្នឹងឯងអំបិល1ស្លាបព្រាបាយប៊ីចេង1កន្លះស្លាបព្រាបាយអញ្ចឹងទៅបងប្អូនអត់ញ៉ាំប៊ីចេងបាយដាក់ក៏បានដែរអញ្ចឹងគឺខ្ញុំដាំទឹកឲ្យពុះសិនទៅបន្ទាប់មកយើងទុកឲ្យត្រជាក់ក៏បានចាក់ទាំងក្តៅអញ្ចឹងក៏បានដែរបងប្អូនខ្ញុំចាក់ទាំងក្តៅណាហើយខ្ញុំទុកឲ្យត្រជាក់សិនមកខ្ញុំគ្របទុកមមាញក៏យូរដែរបងប្អូនមមាញខ្ញុំធ្វើយូរជាងគេនិយាយទៅឡើង3យប់4ថ្ងៃបានជូរខ្ញុំធ្វើជ្រក់មមាញគឺតែងតែយូរអញ្ចឹងតែម្ដងអត់ដឹងថាមូលហេតុអីដែរណាបន្ទាប់ពីជ្រក់យើងឡើងជូរហើយយើងយកមកកាត់ខ្លីៗណាទូចដូចយើងទិញគេនៅផ្សារបងប្អូនហើយយើងយកមកលាយជាមួយនឹងសណ្តែកបដោះអញ្ចឹងខ្ញុំយកទឹកជ្រក់ហ្នឹងបន្តិចទៅមកកិនលាយជាមួយនឹងខ្ទឹមម្ទេសណាបងប្អូនហើយចាំយើងលាយគ្រឿងតាមក្រោយទៀតទៅយើងបើដាក់តាមមមាញសុតវាតិចអញ្ចឹងហើយយើងបន្ថែមសណ្តែកបដោះអញ្ចឹងទៅដូចកន្លែងគេលក់ដែរអញ្ចឹងណាអញ្ចឹងដាក់ខ្ទឹមម្ទេសដែលយើងកិនជាមួយទឹកជ្រក់ហ្នឹងចូលហើយយើងបន្ថែមទឹកត្រីស្ករប៊ីចេងម្សៅស៊ុបអីអញ្ចឹងណាបងប្អូនហើយយើងកូររៀងថ្នមដៃតិចទៅកុំឲ្យបាក់សណ្តែកបដោះតែប៉ុណ្្នឹងទុកតែមួយផ្លែទៅគឺថាចូលជាតិតែដោយសារតែសណ្តែកបដោះធម្មតាយើងច្បល់គ្រឿងតែប៉ុណ្្នឹងគឺឡើងទុនហើយបងប្អូនអញ្ចឹងតែប៉ុណ្្នឹងគឺចូលជាតិយើងអាចច្រកទុកនៅក្នុងកន្លសម្រាប់ញ៉ាំបានហើយបងប្អូនអើយអញ្ចឹងកុំភ្លេចណាបើសិនជាឃើញមមាញគេលក់ទិញយកមកធ្វើជ្រក់ទៅបងប្អូនទុកញ៉ាំឲ្យច្រើនណាតែដូចខ្ញុំនិយាយអញ្ចឹងគឺមិនងាយឃើញទេចុងក្រោយគេគឺជ្រក់ត្រពាំងណាបងប្អូនតើចិត្តដល់ខែភ្លៀងមើលទុកឲ្យហើយចាំពេលសបោត្រពាំងទិញមកធ្វើជ្រក់មកមុននឹងយកទៅធ្វើជ្រក់បានណាបងប្អូនគឺយើងត្រូវការយកត្រពាំងនេះមកស្ងោរឲ្យសាបសិនខ្ញុំស្ងោរដាក់អំបិលណាបងប្អូនស្ងោររៀងយូរគួរសមដែរនិយាយទៅស្ងោររហូតតតែរីងទឹកអស់ហើយយើងភ្លក់មើលទៅវាលែងមានជាតិហាងជាតិល្វីងចាំយើងលើកស្រង់ឡើងហើយយើងមកកូរទឹកដើម្បីធ្វើជ្រក់អញ្ចឹងទៅសម្រាប់ទឹកជ្រក់ខ្ញុំដដែលទៀតហើយបងប្អូនគឺខ្ញុំកូរចឹងឯងខ្ញុំកូរស្ករ1ខាំទឹក1លីត្រអំបិល1ស្លាបព្រាបាយហើយនឹងប៊ីចេង1ចុងស្លាបព្រាបាយអញ្ចឹងគឺសម្រាប់ជ្រក់នេះដែរគឺយើងត្រពាំងរៀងប្រៃស្រាប់ហើយអញ្ចឹងហើយពេលដែលយើងលាយគ្រឿងហ្នឹងយើងភ្លក់មកល្មមអញ្ចឹងទៅយើងអាចថែមទឹកត្រី1ជ្រោយ2ជ្រោយក៏បានដែរបន្ទាប់មកយើងកូរភ្លក់ឲ្យមកល្មមហើយយើងយកខ្ទឹមម្ទេសយើងអាចកិនយកមកដាក់
នៅក្នុងទឹកជ្រក់នឹងបានណាបងប្អូនអញ្ចឹងសម្រាប់ជ្រក់តាប៉ែហ្នឹងគឺខ្ញុំដាក់ខ្ទឹមម្ទេសកិនចូលគ្នាដូចខ្ញុំធ្វើជ្រក់នេះចឹងបងប្អូនជ្រក់ផ្លេចជ្រក់ត្រប់ស្រួយបងប្អូនជ្រក់ត្រប់ស្រួយអញ្ចឹងគឺខ្ញុំកូរឲ្យមកល្មមមិញហ្នឹងគឺពេលដែលកូរយើងដាក់តែអំបិលទេដល់ពេលដែលយើងភ្លក់ហើយវាស្ទើរប្រៃមិនយើងថែមទឹកត្រីណាបងប្អូនហើយយើងដាក់ខ្ទឹមម្ទេសចូលចឹងមកម្ទេសនិងខ្ទឹមហ្នឹងយើងកិនក៏បានដាក់ដូចខ្ញុំចឹងក៏បានដែរតែដល់ពេលយើងកិនចឹងទៅមានអារម្មណ៍ថាវាចូលជាតិហើយវាឈ្ងុយជាងហើយយើងចាក់តាប៉ែងរបស់យើងនឹងចូលមកយើងត្រាំទុកទៅសម្រាប់ជ្រក់តាប៉ែងក៏យូរដែរណាបងប្អូនគឺខ្ញុំត្រាំរយៈពេល3យប់4ថ្ងៃដូចគ្នាទៅបានញ៉ាំណាហើយតែប៉ុណ្្នឹងគឺរួចរាល់ហើយយើងអាចពេលដែលឡើងជូរហើយយើងអាចដាក់ក្នុងទូទឹកកកទុកញ៉ាំបានណាបងប្អូនតែប៉ុណ្្នឹងទេរបៀបធ្វើជ្រក់របស់ខ្ញុំគឺងាយៗស្រួល